ជំរាបសួរបងប្អូនប្រុសស្រីនេះជាសកម្មភាពដែលអ្នកសិក្សាគាត់មកសិក្សាព្រះធម៌ជាធម៌របស់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងមកហើយយើងមើលក្នុងសកម្មភាពអ្នកសិក្សាទោះបីថានៅសាលានេះมันមានស្តង់ដារជាសាលាបង្រៀនហើយអ្នកបង្រៀនហ្នឹងក៏គ្មានស្តង់ដារដែរនោះក៏ប៉ុន្តែអ្នកដែលបានចូលមកសិក្សានៅក្នុងទីនេះជីវិតរបស់គាត់សុទ្ធតែមានស្តង់ដារសាលាมันមានស្តង់ដារអ្នកបង្រៀនมันមានស្តង់ដារក៏ប៉ុន្តែលទ្ធផលដែលទទួលគឺជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគាត់បែរជាមានស្តង់ដារទៅវិញការអធិប្បាយនិយាយអំពីព្រះធម៌ល្អធម៌របស់ព្រះសម្មាសម្ពុទ្ធល្អយ៉ាងណាបងប្អូនមិនបាច់ជឿខ្ញុំក៏បានដែរក៏ប៉ុន្តែបងប្អូនទៅទស្សនាមើលអ្នកមកសិក្សាសួរថាពួកគាត់មានពេលទំនេរសម្រាប់មកសិក្សាដែលធម៌មិនល្អឬមួយក៏ធម៌នឹងមិនធ្វើឲ្យគាត់ត្រជាក់ចិត្តហើយគាត់មកទេកន្លែងទាំងអស់នេះបញ្ជាក់ថាប្រសិនបើធម៌នេះគាត់សិក្សាឲ្យមិនល្អគាត់មិនលះបង់ពេលវេលារបស់គាត់ទេពួកគាត់ទាំងអស់ភាគច្រើនសុទ្ធតែជាអាជីវករហើយនឹងអ្នកធ្វើការតាមស្ថាប័ននានាពេលដែលគាត់ចេញមកពីលក់ដូរអ្នកខ្លះដើរទីផ្សារពេលហ្នឹងអត់មានពេលរហូតដល់ងូតទឹកសម្អាតខ្លួនផងប្រញាប់ប្រញាល់រត់ចូលសាលារៀនសួរថាបើសិនជាធម៌នេះមិនល្អធ្វើឲ្យគាត់សិក្សាហើយមិនបានរីករាយនៅក្នុងចិត្តតើគាត់លះបង់យ៉ាងហ្នឹងទេគឺมันអាចទេបងប្អូនព្រោះមនុស្សយើងមានពេលឱកាសសម្រាប់ជួបជុំគ្រួសារតិចតួចណាស់សម្រាប់អាជីវករដូចជាពួកគាត់អ្នកធ្វើការនៅក្នុងស្ថាប័នដូចពួកគាត់នេះมันងាយទេប៉ុន្តែដោយសារបានចូលមកសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធហើយធ្វើឲ្យចិត្តរបស់យើងនឹងចេះទទួលព្រមរឿងគ្រប់យ៉ាងមិនមែនសិក្សាដើម្បីបញ្ជៀសរឿងគ្រប់យ៉ាងទេគឺសិក្សាផ្លាស់ប្ដូរពីមុនធ្លាប់តែចង់បញ្ជៀសរឿងចង់បញ្ជៀសបញ្ហាប៉ុន្តែក្រោយពីសិក្សាធម៌របស់ព្រះសម្មាសម្ពុទ្ធនេះរួចបានព្រមថារឿងគ្រប់យ៉ាងអ្វីក៏ដោយកើតមកអំពីកម្មអ្វីក៏ដោយរឿងបំរុងនឹងកើតគឺកើតហើយអញ្ចឹងការសិក្សានេះឯងគឺព្រមទទួលរឿងគ្រប់យ៉ាងដើម្បីដោះស្រាយនៅរឿងទាំងអស់នោះមិនមែនកិច្ចអំពីរឿងមិនមែនទៅស្វែងយល់អំពីអ្វីដតីក្រៅពីធម៌រស់នៅប្រចាំថ្ងៃនឹងទេយើងអត់មានអ្វីជួយឲ្យយើងរីកចម្រើនក្រៅពីខ្លួនយើងมันមានធម៌ណាអាចជួយសម្រួលថាយើងមានទុកហើយមានធម៌ផ្សេងទៀតមកដោះទុកយើងមិនមានទេប៉ុន្តែនៅពេលដែលយើងមានទុកហើយរៀនធម៌របស់ព្រះសម្មាសម្ពុទ្ធនេះគឺយើងដឹងថាសេចក្តីទុក្ខគ្រប់យ៉ាងគឺសាងមកអំពីយើងផ្ទាល់អញ្ចឹងយើងដោះបញ្ហានឹងបានប៉ុណ្ណាគឺប៉ុណ្ណោះអញ្ចឹងវាធ្វើឲ្យចិត្តរបស់យើងនឹងរីករាយធ្វើឲ្យចិត្តរបស់យើងនឹងសុខស្ងប់ហើយបងប្អូនទស្សនាមើលពួកគាត់នឹងចម្រុះគ្នាដែរមានក្មេងមានចាស់មានកណ្ដាលវ័យកណ្ដាលមានវ័យកុមារក៏មានដែរការមករៀននេះហើយនៅក្នុងការដែលអ្នកបង្រៀនហ្នឹងកាយវិការរៀងលើសតិចហើយកាយវិការប៉ុន្តែវាជាធម្មជាតិវាជាធម្មជាតិណាវាអត់អាចទៅធ្វើឲ្យខុសពីធម្មជាតិនឹងបានទេបើសិនជាមិនមែនកាយវិការអញ្ចឹងមិនមែននិយាយលឺអញ្ចឹងមិនមែនជាម៉ាក់អូនយ៉ាអញ្ចឹងនឹងជាម៉ាក់អូនយ៉ាសភាពពិតរបស់គាត់គឺអញ្ចឹងកាយវិការផងនិយាយលឺផងហើយសួរថាតើអ្នកសិក្សាធម៌អីឃើញចងេងចងាងម៉េះអ្នកសិក្សាធម៌អត់ចាំបាច់ទៅធ្វើអ្វីឲ្យខុសពីធម្មជាតិខ្លួនឯងហ្នឹងឯងព្រោះបើកាលណាយើងធ្វើវាធ្វើឲ្យជាសម្ពាធទៅវិញឯងអញ្ចឹងយើងសិក្សាធម៌នេះគឺសិក្សាឲ្យឃើញអំពីធម្មជាតិហើយអ្វីហ្នឹងវាទៅតាមនៅធម្មជាតិនឹងឯងអញ្ចឹងបងប្អូនទាំងអស់គ្នាដែលបានទស្សនាហើយអាចពិចារណាបានដោយខ្លួនឯងថាបើសិនជាធម៌របស់ព្រះសម្មាសម្ពុទ្ធមិនល្អទេនោះ
ម្លេះម្នាក់អ្នកខ្លះនៅកូនទូចញ៉ែញ៉ក់ហ្នឹងហើយសួរថាហេតុអីផ្អៀងកស្ដាប់ផងអីផងសួរថាតើធម៌ហ្នឹងយ៉ាងណាទាល់តែយើងដឹងថាណែគេលះបង់មកម្នាក់រវល់គ្មានពេលទំនេរហើយសុកចិត្តលះបង់មកអ្នកខ្លះអត់បានងូតទឹកទេណាបងប្អូនណាចូលមករៀននេះអត់បានងូតទឹកទេប៉ុន្តែនៅតែលះបង់មកដោយសារអីដោយសារឃើញព្រះធម៌នេះល្អពិតប្រាកដមែនអញ្ចឹងបើបងប្អូនចង់ឲ្យជីវិតយើងមានស្តង់ដារល្អលុះត្រាតែសិក្សានៅព្រះពុទ្ធវចនៈនឹងឯងហើយព្រះធម៌នេះទៀតសោតបើសិនជាយើងសិក្សាក៏យើងត្រូវតាមដានដែរតើអ្នកសិក្សានោះធ្ងន់នៅក្នុងព្រះពុទ្ធទេអ្នកសិក្សានោះធ្ងន់ទៅរឿងដតីអានឹងយើងមើលទៅតាមនឹងបើសិនជាអ្នកសិក្សាធ្ងន់នៅក្នុងព្រះពុទ្ធរៀនចោះមិនចេះខុសទេតែបើសិក្សាហើយវាធ្ងន់ទៅខាងទេវតាខ្លាំងអីអញ្ចឹងទៅឧទាហរណ៍អ្នកខ្លះឲ្យតម្លៃទេវតាលើសពីព្រះពុទ្ធបើសិនជាឲ្យតម្លៃទេវតាលើសពីព្រះពុទ្ធហើយធម៌នោះអាចនឹងឃ្លៀងឃ្លាតប៉ុន្តែយើងត្រូវដឹងថាទេវតាគេមានបុណ្យរបស់គេយើងក៏គោរពទេវតាដូចគ្នាអញ្ចឹងប៉ុន្តែយើងត្រូវធ្ងន់នៅក្នុងព្រះពុទ្ធព្រោះព្រះពុទ្ធនេះឯងជាបរមគ្រូនៃមនុស្សសត្វទាំងឡាយទេវតាទាំងឡាយនឹងឯងអញ្ចឹងហើយទៅយើងកាន់យកព្រះពុទ្ធជាគ្រូយើងអត់កាន់យកទេវតាជាគ្រូទេកាន់យកព្រះពុទ្ធជាគ្រូទៅមិនចេះខុសនៅក្នុងធម៌របស់ព្រះសម្មាសម្ពុទ្ធហើយនៅក្នុងនឹងមើលគួរឲ្យជ្រះថ្លាមែនតើមានទាំងចាស់ក្មេងកុមារអីមកទាំងអស់បងប្អូនហើយបើសិនជាធម៌នឹងមិនល្អទេនឹកស្មានថាគាត់មកថាអត់ទេប៉ុន្តែនឹងក៏នៅលើឧបនិស្ស័យដែរនៅលើឧបនិស្ស័យដែរព្រោះមានអ្នកខ្លះគាត់មករៀនហើយក៏គាត់ឈប់ដែរដោយសារអីមិនបានសន្សំឧបនិស្ស័យពីមុនមកគាត់គិតថារៀនធម៌អីទេនិយាយតែពីចិត្តអីណាវិញអញ្ចឹងអត់និយាយអត់សូត្រអត់នាំគ្នាសូត្រអញ្ចឹងរៀននៅផ្ទះម៉ាក់អូនយ៉ានេះមិនបានសូត្រធម៌ទេចាគឺរៀនអំពីចិត្តរៀនអំពីសភាវៈពិតរៀនអំពីធម៌របស់ព្រះសម្មាសម្ពុទ្ធមិនមែនរៀនធម៌សូត្រទេអញ្ចឹងហើយធ្វើឲ្យបងប្អូនខ្លះដែលគាត់អត់មានឧបនិស្ស័យនៅក្នុងការស្ដាប់យល់ហើយឬមួយក៏អត់មានឧបនិស្ស័យដែលបានសន្សំកន្លងមកធ្វើឲ្យគាត់គិតថាដឹងធម៌អីទេស្ដាប់មិនយល់អញ្ចឹងវាមានទៅតាមឧបនិស្ស័យរបស់មនុស្សដែរមិនមែនថាទាំងអស់គ្នាឲ្យទៅចូលរៀនមកសិតតែយល់ទេវាមាននៅក្នុងការសិក្សាផ្ទះខ្ញុំនេះវាមានចំនួនតិចដែរដែលឈប់ប្រហែលជា 1-2% អីដែរអញ្ចឹងទេសូមឲ្យបងប្អូនទាំងអស់ចង់ឲ្យជីវិតរបស់យើងព្រមទទួលយករឿងគ្រប់យ៉ាងគឺត្រូវតែសិក្សានិងវីដេអូរបស់ខ្ញុំមានប្រមាណប៉ុណ្ណឹងក៏សូមនមស្ការលានឹងជម្រាបលា